ជំរាបសួរប្រិយមិត្តបងប្អូនចាមុននឹងចាញ់យាត្រាផលីសូមវិចារប្រាប់បងប្អូនប្រិយមិត្តចាថ្ងៃនេះខ្ញុំចង់មកបញ្ចេញមតិក៏ដូចជាអាចនឹងណែនាំប្រិយមិត្តបងប្អូនមួយចំនួនធំជាពិសេសយុវជនយើងតែម្ដងចាខ្ញុំផលីឃើញថាមួយរយៈនេះតកតងទៅនឹងគ្រោះធម្មជាតិនៅក្នុងប្រទេសសៀមនិងប្រទេសយួនឃើញថាខ្មែរមួយចំនួនមានការសាទរចាខ្ញុំឃើញពួកគាត់សាទរឬក៏ដាក់បណ្ដាសាបន្ថែមអីចឹងទៅចាបើនិយាយទៅវាកើតមកពីកំហឹងនិងការស្អប់បងប្អូនក្នុងប្រទេសកម្ពុជារបស់យើងគឺកាន់សាសនាព្រះពុទ្ធម្ដងហើយម្ដងទៀតដែលខ្ញុំតែងតែនិយាយពីដើមខ្ញុំគិតថាខ្ញុំនិយាយតែម្ដងបានហើយប៉ុន្តែខ្ញុំគិតថាมันអាចគួរតែម្ដងទេចំពោះបងប្អូនដែលតែងតែតាមដាននាងខ្ញុំគាត់ស្ដាប់យូរទៅអាចនឹងធុញទ្រាន់ប៉ុន្តែបងប្អូនខ្ញុំសូមបញ្ជាក់ថាចំពោះអ្នកដែលបានស្ដាប់ច្រើនដងអាចនឹងធុញទ្រាន់ប៉ុន្តែចំពោះអ្នកដែលមិនទាន់ស្ដាប់គាត់មិនអាចធុញទ្រាន់បានទេដូច្នេះខ្ញុំនឹងកែប្រែអ្វីមួយដែលខ្ញុំតែងថាអូខេនិយាយតែម្ដងបានហើយព្រោះខ្ញុំភាពពិតទៅខ្ញុំអត់ចូលចិត្តនិយាយសាំដែលទេកាលណានិយាយសាំដែលខ្ញុំខ្លួនឯងវាសាំដល់ពេលអញ្ចឹងវាអត់មានអារម្មណ៍នឹងនិយាយប៉ុន្តែបើគិតត្រឡប់មកវិញមិនមែនរាល់វីដេអូសិតតែមនុស្សគ្រប់រូបបានមើលទេដូច្នេះហើយពេលខ្លះខ្ញុំគួរតែនិយាយដដែលខ្លះដើម្បីរំលឹកសារឡើងវិញហើយនឹងបានទៅដល់អ្នកដែលមិនទាន់បានស្ដាប់ផងដែរថាសាសនាព្រះពុទ្ធមិនមែនដូចបច្ចុប្បន្ននេះទេគឺមនុស្សបច្ចុប្បន្ននេះយករឿងគ្រប់យ៉ាងយករឿងគ្រប់យ៉ាងធ្វើជាឱកាសសម្រាប់តខ្លួនប៉ុន្តែសាសនាព្រះពុទ្ធពិតប្រាកដពៀមិនចោងពៀកំហឹងមិនអាចបញ្ចប់កំហឹងតាមរយៈកំហឹងនោះទេយ៉ាងណាមិញការស្អប់ការស្អប់มันអាចបញ្ចប់នៅការស្អប់គ្នាទៅវិញទៅមកទេសង្គ្រាមវាមិនដែលមានសង្គ្រាមឯណាមកបញ្ចប់នៃសង្គ្រាមទេអញ្ចឹងថាតើខ្ញុំមកនិយាយបបាច់បបោចនេះចង់និយាយពីអីខ្ញុំចង់និយាយថាខ្ញុំខ្លួនឯងខ្ញុំមិនដែលចូលចិត្តប្រទេសទាំងពីរហ្នឹងទេហើយខ្ញុំជឿជាក់ថាបងប្អូនខ្លះគាត់នឹងនិយាយថាខ្ញុំនឹងទៅនៅកន្លែងបានសេចក្តីសុខហើយមិនយល់ពីអារម្មណ៍អ្នកដែលនៅរងគ្រោះនៅក្នុងប្រទេសទេយល់ខុសហើយម្ដងទៀតម្ដងទៀតខ្ញុំអាយុប៉ុណ្ណេះហើយខ្ញុំស្គាល់ច្រើនណាស់បទពិសោធន៍នៅក្នុងជីវិតរបស់ខ្ញុំស្គាល់ច្រើនហើយក៏បានឃើញផ្ទាល់ច្រើនដែរខ្ញុំមិនមែនបបាច់បបោចតាមរយៈអ្នកណានិយាយទេភាគច្រើនគឺភ្នែកទាំងគូរបស់ខ្ញុំបានឃើញផ្ទាល់ភ្នែកហើយខ្ញុំមានបទពិសោធន៍ដោយផ្ទាល់ផងដែរគឺថាការរងទុក្ខវេទនានិងការឈឺចាប់ដែលខ្ញុំបានឃើញផ្ទាល់ភ្នែកគឺឈឺចាប់ជាងអ្វីទៅទៀតគ្រាន់តែឮថាគេនិយាយយើងឈឺចាប់ប៉ុន្តែចំពោះក្មេងម្នាក់នេះការដែលខ្ញុំនៅក្មេងវ័យនឹងទទួលបានឃើញនូវភាពឈឺចាប់ទាំងនេះរហូតដល់បច្ចុប្បន្ននៅតែទទួលការឈឺចាប់សួរថាតើទំហំនៃការឈឺចាប់របស់ខ្ញុំពីប្រទេសទាំងពីរនឹងឈឺប៉ុណ្ណាប៉ុន្តែខ្ញុំមិនអាចយកការឈឺចាប់របស់ខ្ញុំមកខ្សែសប្បាយនៅនឹងគំនោទុកអ្នកដទៃនោះទេមានន័យថាបច្ចុប្បន្ននេះឃើញថាគ្រោះធម្មជាតិទឹកជន់ខ្យល់ព្យុះនៅប្រទេសយួនហើយនិងប្រទេសសៀមយើងនាំគ្នាអូហូកញ្ជ្រៀវឯណាអស់ចាឲ្យវាដាក់បណ្ដាសាបន្ថែមអត់ទេមូលហេតុអីអ្នកខ្លះឥឡូវមុននឹងទៅដល់កន្លែងនេះបងប្អូនវីដេអូមួយនេះមានប្រយោជន៍ខ្លាំងណាស់សូមមេត្តាជួយចែករំលែកឲ្យបានគ្រប់គ្នាផងបងប្អូនដឹងហើយថាខ្ញុំមិនងាយចេះតែចេញមកឲ្យតែថាជួយចែករំលែកមិនមែនទេពួកខ្ញុំនិយាយអ្វីដែលមានប្រយោជន៍ខ្ញុំនឹងសំណូមពរឲ្យបងប្អូនមេត្តាជួយចែករំលែកយ៉ាងណាមិញដូចជាវីដេអូមួយនេះខ្ញុំមេត្តាសូមឲ្យបងប្អូនជួយចែករំលែកដោយសារតែខ្ញុំគិតថាវាមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនគ្រប់ស្រទាប់ទាំងក្នុងនិងក្រៅប្រទេសមិនថាក្មេងឬចាស់ប្រុសឬស្រីទេជាពិសេសនឹងយុវជនយុវវ័យនឹងតែម្ដងគួរតែស្ដាប់វីដេអូនេះអញ្ចឹងតាក់ទងទៅនឹងគ្រោះធម្មជាតិហ្នឹងបងប្អូនយើងពិចារណាទៅមើលថាសង្គ្រាមបង្កើតសង្គ្រាមហ្នឹងមូលហេតុអីរយៈពេលជាច្រើនឆ្នាំ30-40ឆ្នាំកន្លងមកនេះ
ខាងសៀមវាស្ងាត់ដើម្បីអីចាយើងគួរយល់មិនយល់ទាំងអស់ប៉ុន្តែយើងអាចដាក់សំណួរហើយហេតុអ្វីខាងកើតមួយរយៈកន្លងមកមានបញ្ហាអីខ្លះហើយកើតឡើងអ្វីខ្លះយើងគួរតែដាក់សំណួរដែរប៉ុន្តែអូខេធីបរឿងនឹងទុកមួយឡៃសិនតាក់ទងទៅនឹងតាក់ទងទៅនឹងគ្រោះធម្មជាតិនេះហ่าយើងអត់កុំដាក់បណ្ដាសាកុំសើចកុំសបាយនៅក្នុងគំនោទុកអ្នកដតីឲ្យសោះយើងមិនបាច់ចូលរួមសោកស្ដាយយើងក៏មិនបាច់ទៅអបអរសាទរឬស្រែកហូកញ្ជ្រៀវអីទេបងប្អូនមានដែលនៅចាំតែពាក្យមួយថាអូនអើយកុំសើចបងប្រយ័ត្នពីឆ្លងម្ដងម្នាក់ណាឬក៏ពាក្យខ្លីមួយដ៏សាមញ្ញថាម្ដងគេម្ដងយើងចាហើយរឿងគ្រោះធម្មជាតិនេះបងប្អូនយើងនៅចំកណ្ដាលទៀតដូច្នេះអ្វីដែលយើងត្រូវធ្វើបើយើងមិនចូលរួមសោកស្ដាយទេយើងក៏មិនបាច់សាទរយើងក៏មិនបាច់សាច់យំដែរអ្វីដែលយើងត្រូវធ្វើគឺយើងការពារខ្លួនឯងពីព្រោះទី1ធម្មជាតិគ្រោះធម្មជាតិយើងនៅចំកណ្ដាលតែប៉ះដល់2គ្រឿងនឹងហើយខាងលិចនិងខាងកើតហើយប៉ះយួននិងប៉ះសៀមហើយយើងក៏មិនមានន័យថាអត់ប៉ះពាល់ទេយ៉ាងណាមិញយើងឃើញនៅខេត្តពោធិ៍សាត់ប្រចាំឆ្នាំរាល់ឆ្នាំគឺគ្រោះធម្មជាតិនឹងវាកើតឡើងទឹកជន់ទឹកលិចប្រជាជនរបស់យើងក៏វេទនាណាស់ទៅហើយដូច្នេះអត់មានអ្វីដែលត្រូវអបអរសាទរហូកញ្ជ្រៀវផុសមកពោពេញទៅដោយកំហឹងគិតតែពីត្រេកអរពីការវិនិច្ឆ័យរបស់គេប៉ុន្តែភ្លេចគិតពីការវិនិច្ឆ័យរបស់ខ្លួនឯងដូច្នេះអ្វីដែលយើងត្រូវប្រុងប្រយ័ត្នឃើញគេវិនិច្ឆ័យអញ្ចឹងហើយយើងគួរតែភ័យខ្លួនទៅវិញទេថាតើដល់ពេលនេះអាចដល់វេនយើងដែរឬទេពីព្រោះខ្យល់ទាំងអស់ហ្នឹងមិនប្រកាសថានៅតែកន្លែងនឹងដដែលទេវានឹងអាចបក់បោកមកដល់យើងក៏ថាបានទឹកហូរហ្នឹងបើទំហំវាធំប៉ុណ្ណឹងហើយអាចមកដល់យើងក៏ថាបានដែរពីព្រោះប្រព័ន្ធទន្លេយើងដឹងហើយប្រព័ន្ធទឹកពីនឹងតបជាប់មកជាមួយគ្នាតើវាអាចទឹកនឹងហូរហៀទៅដល់ទន្លេមេគង្គហើយចាំបើទន្លេមេគង្គហូរហៀហ្នឹងមកណាមិនមកយើងហើយដូច្នេះបងប្អូនខ្ញុំសំណូមពរកំហូរកំជ្រៀវអបអរសាទរនៅកន្លែងហ្នឹងដាច់ខាតសូមកុំធ្វើឲ្យសោះស្អប់ប៉ុណ្ណាក៏ដោយចាស្រឡាញ់ប៉ុណ្ណាក៏ដោយប៉ុន្តែត្រូវយកហេតុផលមួយដែលយើងត្រូវចេះការពារខ្លួនឯងកុំសបាយភ្លេចខ្លួនអានេះឲ្យថាសបាយបំផ្លាញខ្លួនឯងសបាយនឹងកំណត់ទុករបស់អ្នកដតីគឺការបំផ្លាញខ្លួនឯងចាដូច្នេះខ្ញុំសំណូមពរឲ្យបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងហ្នឹងសូមមេត្តាប្រុងប្រយ័ត្នខ្លួនឯងឲ្យបានច្បាស់ចាឲ្យបានប្រកាសឲ្យបានជាក់លាក់ថាខ្លួនឯងពិតជាមិនមានអ្វីប៉ះពាល់ប៉ុន្តែខ្ញុំប្រាប់បងប្អូនថាវានឹងអាចប៉ះពាល់ចាហើយឃើញអាទិត្យមុនទឹកលិចនៅក្នុងខេត្តពោធិ៍សាត់ហើយទឹកលិចនៅក្នុងខេត្តពោធិ៍សាត់ហ្នឹងគឺវាប្រចាំឆ្នាំទៅហើយគឺរាល់ឆ្នាំហើយចាស់តម្រាំពួកអ្នកប្រទេសជិតខាងរបស់យើងប៉ះពាល់អញ្ចឹងសួរថាយើងអាចប៉ះពាល់អីធំដុំហ៎យើងកំពុងតែក្រស្រាប់ផងគេគីបលិចគីបកើតហើយមករួមនឹងគ្រោះធម្មជាតិសួរថាយើងនឹងអាចคลายទៅជាអ្វីដូច្នេះសូមគុំត្រេកអរនឹងកំណត់ទុកអ្នកដតីនឹងទី1ទី2ទៀតអ្នកត្រូវចាំថានៅពេលដែលខាងកើតខាងលិចកាន់តែវេទនាសួរថាយើងនឹងរួចខ្លួនទេអត់រួចខ្លួនទេពីព្រោះប្រជាជននៅពេលដែលរងទុក្ខវេទនាពួកខាងនឹងរងទុក្ខវេទនាគឺវារត់ទៅណាវារត់រកកន្លែងសុខនឹងឯងកន្លែងសុខនៅកន្លែងណាបើប្រទេសយើងមិនបានសុខវាមិនអីប្រមាណទេណាមិនអីប្រមាណទេពីព្រោះប្រទេសយើងអត់បានសុខគ្មានអ្នកណាគេចង់មកទេប៉ុន្តែបើប្រទេសយើងសុខអ្នកណាក៏ចង់មកដែរដូច្នេះចង់ចាំកន្លែងនឹងទុកកំហូរកញ្ជ្រៀវកំដាក់បណ្ដាសាគេដាក់បណ្ដាសាគេប្រយ័ត្នខ្យល់ប្រច្រាស់មកជិះមកលើខ្លួនឯងកន្លែងនេះបងប្អូនចាំឲ្យច្បាស់និយាយអំពីស្អប់ខ្ញុំមិននិយាយថាស្អប់ទេប៉ុន្តែខ្ញុំនិយាយថាឈឺចាប់ចាស់ពីព្រោះខ្ញុំមិនចង់យកការស្អប់មកដាក់ក្នុងខ្លួនរបស់ខ្ញុំទេព្រោះវានឹងធ្វើបាបខ្ញុំខ្លួនឯងដូច្នេះខ្ញុំអត់ចង់ធ្វើបាបខ្ញុំខ្លួនឯងហើយខ្ញុំនឹងមិនធ្វើបាបខ្លួនឯងទេប៉ុន្តែការឈឺចាប់របស់ខ្ញុំពីប្រទេសជិតខាងហ្នឹងមិនចាញ់បងប្អូនទេមានតែលើសលប់ដោយសារខ្ញុំនិយាយអំបញ្ញមិញចឹងថាខ្ញុំមានបទពិសោធន៍នឹងផ្ទាល់មិនមែនឮតាមដូនតាណាទេឮតាមដូនតាជាផ្នែកមួយ
ប៉ុន្តែការរងទុក្ខវេទនាការជួបផ្ទាល់ដោយខ្លួនឯងខ្ញុំឈឺចាប់ជាងបងប្អូន100,000 ដងប៉ុន្តែព្រោះតែការឈឺចាប់នេះហើយដែលខ្ញុំត្រូវយកមកការពារខ្លួនឯងបញ្ជាការស្អប់ខ្ញុំចង់និយាយថាការឈ្លានពានរបស់វានៅពេលនេះវាជារឿងរបស់វាប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺយើងការពារខ្លួនឯងយើងមិនតដៃមិនមែនមានន័យថាយើងអន់ទេប៉ុន្តែយើងរិះរកមធ្យោបាយដើម្បីការពារខ្លួនឯងដើម្បីរិះរកមធ្យោបាយបានដល់រហ័សណាយើងអត់មានកំហឹងយើងរក្សាភាពស្ងៀមស្ងាត់ហ្នឹងគឺដើម្បីរកវិធីឲ្យស្គាល់សត្រូវឲ្យច្បាស់រកវិធីការពារខ្លួនឯងពីព្រោះជួនកាលការត្រឹមតែមកការពារក៏យើងអាចបានជោគជ័យហើយបានច្រើនជាងជោគជ័យនឹងទៅទៀតខ្ញុំមិននិយាយអីឲ្យវែងឆ្ងាយលើសលប់នោះទេហើយក៏មិនចង់ឲ្យស៊ីជម្រៅដែរប៉ុន្តែសម្រាប់បងប្អូនអ្នកដែលអាចយល់ដឹងច្រើនគាត់នឹងយល់ថាអ្វីដែលខ្ញុំចង់និយាយហ្នឹងហើយចាប៉ុន្តែអ្វីដែលខ្ញុំផ្ដោតនៅពេលនេះសំខាន់បំផុតហ្នឹងគឺម្ដងហើយម្ដងទៀតបងប្អូនសូមមេត្តាប្រុងប្រយ័ត្នកុំដាក់បណ្ដាសាគេកុំដាក់បណ្ដាសាគេកុំចាកុំសបាយនៅលើកំណោទុកអ្នកដតីបញ្ជិះទៅគេប្រយ័ត្នខ្យល់បញ្ច្រាស់មកវិញកន្លែងហ្នឹងសំខាន់ណាស់ណាបងប្អូនគ្រោះធម្មជាតិវាអត់ខ្វល់ពីនរណាទេវាខ្វល់ពីសត្រូវរបស់វាហើយគ្រោះធម្មជាតិយើងអត់អាចបន្តវ៉ាឬក៏ទៅបញ្ឈប់វាបានដែរចាវាអត់ចេះនិយាយជាមួយយើងទេសត្រូវរបស់វាសត្រូវរបស់គ្រោះធម្មជាតិបងប្អូនត្រូវដឹងអត់មានការតវ៉ាអត់មានយុត្តិធម៌ជាមួយវាបានទេពីព្រោះយើងបានបំផ្លាញវាតាមរយៈអ្វីមួយអញ្ចឹងយើងជាសត្រូវរបស់វាហើយគ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះដូច្នេះហើយអ្វីដែលយើងអាចការពារបានគឺយើងត្រូវការពារទៅហើយយើងត្រូវដឹងថាគ្រប់ប្រទេសគ្រប់មនុស្សជាតិនៅលើโลกនេះមានល្អនិងអាក្រក់ប្រទេសជិតខាងរបស់យើងក៏វាមានល្អនិងអាក្រក់ដែរអញ្ចឹងអាចថាអ្នកដែលប៉ះពាល់រងគ្រោះនៅក្នុងគ្រោះធម្មជាតិហ្នឹងក៏មានគ្នាអ្នកល្អដែលគួរឲ្យអាណិតអាសូរដែរចានេះជារឿងមួយវាអកុសលអីថាអ្វីដែលកើតឡើងនៅក្នុងប្រទេសទាំងពីរហ្នឹងវាមិនព្រមអូសទាញយកអាមនុស្សអាក្រក់ហ្នឹងទាំងអស់ចាយើងក៏ចង់បានដូចនេះដែរប៉ុន្តែអញ្ចឹងហើយបានថាលើបុគ្គលណាមួយដែលយើងចង់និយាយបើថាអូទ្រាំនឹងកំហឹងនឹងមិនបានយើងនិយាយទៅលើបុគ្គលទៅប៉ុន្តែកុំនិយាយទៅលើក្នុងប្រទេសឲ្យសោះចាពីព្រោះក្នុងប្រទេសវានឹងប៉ះពាល់ច្រើនប៉ះពាល់ទៅនឹងមនុស្សល្អដែលយើងមិនគួរធ្វើហើយបើនិយាយចំទៅយើងមិនគួរធ្វើតែម្ដងមិនបាច់ទៅលើនរណាម្នាក់បុគ្គលណាក៏ដោយមនុស្សអាក្រក់ក៏ដោយបុគ្គលអាក្រក់ល្អក៏ដោយយកល្អមើលគំរូនឹងហើយយើងឃើញគេយើងគួរតែមិនឲ្យភ័យទាំងស្រុងហើយក៏មិនឲ្យអរដែរគាត់ថាអូខេអ្វីដែលប៉ះពាល់ទៅគេហើយយើងគួរពិចារណាថាអូវានៅចិត្តខ្លួនឯងតើខ្លួនឯងនេះនឹងកើតអីឡើងខ្លួនឯងហ្នឹងគឺនៅក្នុងប្រទេសយើងប្រទេសជិតខាងរបស់យើងប៉ះពាល់ហើយសួរថាតើអាចប៉ះពាល់នៅក្នុងប្រទេសយើងដែរឬទេដូច្នេះអ្វីដែលយើងគួរធ្វើហ្នឹងប្រុងប្រយ័ត្នឲ្យបានច្រើនចាខ្ញុំនិយាយទៅហាក់ដូចដដែលទេដូច្នេះអ្វីដែលខ្ញុំចង់និយាយហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំដាក់បណ្ដាសាអ្វីដែលអាក្រក់ទៅគេពីព្រោះខ្យល់បញ្ច្រាស់វាកើតមានឡើងជាដរាបហើយមិនមែនថាអាចទេណាគឺខ្យល់បញ្ច្រាស់មានមែនពិតវាអាចនឹងត្រឡប់មករកយើងវិញដូច្នេះសូមកុំធ្វើឲ្យស្ទោះចំណុចហ្នឹងគួរប្រុងប្រយ័ត្នខ្លួនឯងឲ្យបានច្រើនចាប្រុងប្រយ័ត្នឲ្យបានច្រើនហើយបងប្អូនដែលខ្ញុំនិយាយអបាញ់មាញ់តាក់ទងទៅនឹងថាទី2ហ្នឹងចំណុចទី2ដែលសំខាន់ហ្នឹងបើថាប្រទេសយើងវាអត់ល្អគេមិនរកយើងទេប៉ុន្តែផ្ទុយមកវិញបើប្រទេសយើងល្អគេនឹងរត់មករកប្រទេសយើងតាមបែបគ្រប់រូបភាពទី1រត់ភៀសខ្លួនមករកប្រទេសយើងពីព្រោះប្រទេសយើងល្អមានសុវត្ថិភាពរូបភាពទី2គឺសង្គ្រាមនេះឯងហេតុអ្វីដែលធ្វើសង្គ្រាមពីព្រោះតែរត់រកកន្លែងដែលល្អត្រង់នេះបងប្អូនត្រូវបង្ការឲ្យបានបើយើងល្អមិនចង់ឲ្យគេមករុករៀនយើងបង្កសត្រូវជាមួយយើងបងប្អូនមិនបាច់ទៅដាក់បណ្ដាសានរណាម្នាក់ទេមិនបាច់ជូនពរក៏មិនបាច់ដាក់បណ្ដាសាដែររៀងខ្លួនត្រូវចេះមើលផ្ទះខ្លួនឯងឲ្យល្អមើលសុខភាពខ្លួនឯងឲ្យល្អរឿងគេយ៉ាងម៉េច
ទុកឲ្យគេដោះស្រាយនៅក្នុងប្រទេសរបស់គេប្រជាជនរបស់គេហើយយើងមើលឲ្យច្បាស់ហើយបើថាគំរូណាអាក្រក់យើងត្រូវយកគំរូអាក្រក់ហ្នឹងយកមកកែលម្អនៅក្នុងប្រទេសយើងបើគំរូណាល្អបើយើងអាចថាយកគំរូល្អហ្នឹងយកមកធ្វើយើងធ្វើទៅប៉ុន្តែយ៉ាងណាមិញដូចខ្ញុំនិយាយចឹងមនុស្សជាតិរបស់ប្រទេសមួយនោះអាក្រក់ជារឿងរបស់ពួកគេសំខាន់យើងខ្លួនឯងត្រូវធ្វើយ៉ាងម៉េចឲ្យបានត្រឹមត្រូវឲ្យបានល្អជិះវៀងការមានសត្រូវគំនុំប្រចាំតពូជតចំនួនជិះវៀងប្រទេសយើងបាត់បង់ទាំងស្រុងចាការជួយប្រទេសមិនមែនទាល់តែទៅធ្វើសង្គ្រាមតតែឈរនៅជួរមុខបានហៅថាអ្នកដែលជួយប្រទេសទេអ្នកដែលឈរនៅជួរមុខជាផ្នែកមួយនៃការការពារជាផ្នែកមួយនៃការចូលរួមអ្នកនៅជួរក្រោយមានច្រើនយ៉ាងណាស់មានច្រើនយ៉ាងខ្ញុំមកនិយាយប្រាប់បងប្អូននៅពេលនេះក៏ជាផ្នែកមួយនៃការដាស់តឿននិងការជួយប្រទេសដែរដូចគ្នាមានច្រើនយ៉ាងដូចនេះបងប្អូនការបំផ្លាញប្រទេសក៏ដូចគ្នាដែរបើនិយាយត្រូវសំបីតែអង្គុយនិយាយអញ្ចឹងបើនិយាយត្រូវការជួយប្រទេសតែបើនិយាយខុសតែបន្តិចក៏ជាការបំផ្លាញប្រទេសមួយដែរការចូលរួមបំផ្លាញការចូលរួមបង្កើតមានដូចគ្នាខុសតែបន្តិចបំផ្លាញត្រូវតែបន្តិចគឺបង្កើតហើយដូច្នេះបងប្អូនម្ដងហើយម្ដងទៀតសូមមេត្តាកុំត្រេកអរលើគំនោទុកអ្នកដទៃប្រយ័ត្នខ្យល់បញ្ច្រាស់មកវិញចាអរគុណ